ឥឡូវបងស្រីខ្ញុំគាត់កំពុងតែកាត់ត្រឡប់ហើយគាត់បង្ហាញពីរបៀបកាត់ផ្លែត្រឡប់សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមានពេលតនេពីការងារក្រូចខ្ញុំធ្វើការនៅចាក់ក្រូចប៉ុន្តែថ្ងៃសម្រាប់តនេមកជួយកាត់ត្រឡប់តាអញ្ចឹងណាហើយកាត់ត្រឡប់នេះកាត់លើភ្នំរៀងចោលដែរហ្នឹងគេធ្វើតំណាក់ហើយសិតចាក់ការត្រឡប់ហើយអាផ្លូវដែកហ្នឹងសម្រាប់ឲ្យអាទៀសគេបើកចុះបើកឡើងដឹកត្រឡប់ពេលដែលយើងកាត់ហើយអញ្ចឹងណាមានអាទៀសគេដូចអាដូរីយើងមកដឹកត្រឡប់ពេលដែលយើងកាត់ហើយវាសន្ទុះចំណោមភ្នំអញ្ចឹងតើតាមានណាអញ្ចឹងជួនអាការទេធ្ងន់ហើយមកធំហ្នឹងឥឡូវបងស្រីខ្ញុំគាត់កំពុងតែកាត់ត្រឡប់ហើយគាត់បង្ហាញពីរបៀបកាត់ផ្លែត្រឡប់គេកាត់វាម្ដងពីដើមអញ្ចឹងហើយបានយើងមកយកមកតម្រឹមវាឲ្យខ្លីត្រឹមឲ្យដល់ខាងក្នុងដើម្បីកុំឲ្យពេលដែលយើងរៀបទៅវាបុកទៅវាមុតគ្នាវីដេអូហ្នឹងពេលថតហ្នឹងវយសំឡេងប៉ុន្តែដឹងមិនបានបាត់សំឡេងវីដេអូហ្នឹងទៅបាត់នេះយើងកាត់ហើយកាត់ពីដើមមកយើងកាត់មកកន្លែងទៀតឲ្យវាខ្លីដើម្បីតម្រៀបក្នុងធំទៅកុំឲ្យបុកគូតគ្នាអញ្ចឹងណានេះបងស្រីខ្ញុំបង្ហាញកាត់យកពណ៌ប៉ុណ្ណឹងហើយយកទៅបន្ទុំគេដាក់ស្រាសជាមួយកាសាត់ហើយយកទៅបន្ទុំញ៉ាំភ្លាមនេះអត់ផ្អែមទេនេះពេលយើងដាក់ធុងដាក់កាហ្វេក្បាលទៅក្រោមអញ្ចឹងហើយទៅរៀបវាហើយអាចន់ទី2ដាក់ប្រឡោះវាមកកុំឲ្យវាប៉ះគ្នាហើយកន្លែងណាខ្ពស់យើងដាក់កម្មយតាកាត់អាហ្នឹងពូជវាផ្អែមទេប៉ុន្តែដោយសារពេលយើងកាត់វាភ្លាមអញ្ចឹងញ៉ាំវាអត់កើតទេវាយើងចត់ពីល្មុតអញ្ចឹងតោះតែគេយកទៅដាក់នៅបន្ទុំនៅក្នុងឃ្លាំងគេមានលេស្រាសជាមួយអីគេខ្លះតែដាក់កសែតឲ្យគ្រប់ក្បាលវាហើយយកវាទៅបន្ទុំពី2ថ្ងៃអញ្ចឹងมันផ្អែមហើយផ្អែមខ្លាំងណាស់តែពេលបេះមកភ្លាមផ្អែមណាស់តែផ្អែមលេជាតិចត់ជាតិស្ទៀងល្មុតឥឡូវចាយយកទៅធ្ងន់ណាស់មកធំនឹងធ្ងន់ហើយធំមែនតើខ្ញុំអត់បានថតទេឥឡូវហ៊ានចូលកាមេរ៉ាដោយសារឡើងគីឡូពេកពេលអញ្ចឹងថតឲ្យតែចាយចូលបានហើយបន្ទាប់មកយើងដកពីក្នុងធុងដាក់ចូលកងតណៈមកកងតណៈរៀបតែ2ជាន់នេះហើយយើងថប់កសែតទៀតដើម្បីកុំឲ្យអាគូតវានឹងប៉ះជាមួយខាងលើបើសិនជាគូតវាប៉ះគ្នាវាទាលវាក៏ពិតអីគេអត់យកទេហើយគាត់បែងចែក B និង A អញ្ចឹងណាហើយសម្រាប់វីដេអូនេះមានតែប៉ុណ្ណាថ្ងៃចុងក្រោយជាហូបថតអនុស្សាវរីយ៍បទពិសោធន៍ថ្មីមួយទៀតរបស់ពួកខ្ញុំអរគុណណាស់ដែលបានទស្សនាបាយបាយជួបគ្នាពេលក្រោយអារីកាតូ